ថ្ងៃនេះខ្ញុំនឹងមកធ្វើគោឡើងភ្នំបែបងាយៗលឿនៗណាបងប្អូនជាដំបូងខ្ញុំធ្វើការឆាសាច់ឲ្យត្រឡប់ហើយខ្ញុំធ្វើការដាក់បន្លែចូលដាក់បន្លែហើយខ្ញុំធ្វើការឆាច្បល់ចូលទៅចូលមកឲ្យវាសព្វបន្តិចរួចហើយច្បល់ឲ្យសព្វរួចហើយខ្ញុំធ្វើការរោយរ៉ូឌីបន្តិចដាក់ស្ករបន្តិចប៊ីចេងបន្តិចរួចហើយខ្ញុំធ្វើការកូរច្បល់ទៅច្បល់មកឲ្យវាចូលគ្រឿងបន្តិចឆាយើងបន្តឆាកូរច្បល់ទៅច្បល់មកឲ្យវាឆ្អិនបន្តិចទៅបងប្អូនហើយយើងទុកវាមួយឡែកសិនមកសន្ទុះយើងចាំកូរទៀតយើងបន្តកូរទៅកូរមករហូតដល់វាឆ្អិនណាបងប្អូននេះឆ្អិនហើយប៉ុណ្ណឹងបានហើយ